ដាក់ OP រាល់ season ប៉ុន្តែអត់ដឹងទេថាតើដាក់របៀបណាទៅចំណេញបងប្អូនភាគច្រើនគឺបានឃើញតែពី level 1ទៅ level 100អញ្ចឹងបងប្អូនឃើញទេបាទ Elite Pass ហើយនិង Elite Pass Plus ប៉ុន្តែបងប្អូនអាចបានដឹងទេថាយើងនៅមាន Elite Pass មួយទៀតសម្រាប់បងប្អូនដែលស្ទើរថវិកាបងប្អូនអាចធ្វើការដាក់ Elite Pass ធម្មតាបានដែលមានតម្លៃត្រឹមតែ360 UC ទេប៉ុន្តែ360ហ្នឹងក៏ធ្វើបានដល់ level 50ដែរឥឡូវយើងក៏លេខមកមើលចំពោះ Elite Pass ហើយនិង Elite Pass Plus វិញដែលមានតម្លៃ UC 720និង1920ចំពោះពីរជម្រើសនេះគឺបងប្អូនអាចដាក់មួយណាក៏បានដែរបើបងប្អូនគិតថាបងប្អូនស្ថិតនៅក្នុងកម្រិតមធ្យមបងប្អូនប្រើធម្មតាទៅ720ប៉ុន្តែបើអត់ទេប្រើ1920ប៉ុន្តែវាអត់មានខុសគ្នាទេវាខុសគ្នាគ្រាន់ discount pack ទៅលើការទិញ item ទេអញ្ចឹងឥឡូវខ្ញុំ unlock ទៅលើ1920ហ្មងវាបានទៅ30ដោះស្រេចតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំធ្វើការ unlock ហើយវានឹងប្រាប់ឲ្យយើងធ្វើការដោះ quest ដើម្បីធ្វើការ complete ទៅលើ level របស់វានីមួយៗអញ្ចឹងហើយបងប្អូនគាត់ទៅ unlock ទៅបងប្អូនអាចទទួលបាន item មួយចំនួនដូចជា voucher card 10 point draw អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាចទទួលបានហ្នឹងហើយ pack gift មួយហើយបងប្អូនក៏លេខមកមើល OP គឺវាបានដោះដល់ level 30ហើយជាស្រេចដូច្នេះអត់ត្រូវប្រមាថណាស់សម្រាប់បងប្អូនដោះទេប៉ុន្តែបើអត់ទេបងប្អូនដាក់ធម្មតាគឺបងប្អូនធ្វើដល់ level 15ទេដូច្នេះបងប្អូនអាចធ្វើការដោះ mission បានដែរប៉ុន្តែបើបងប្អូនទាំងអស់គ្នាចង់បាន level ខ្ពស់គេអត់យក UC ទៅទិញកន្លែង purchase level ទេគឺកន្លែងហ្នឹងខាតគេចូលមកកន្លែង activity park នេះបងប្អូនណា activity park នេះគឺជាចំណុចដែលចំណេញខ្លាំងមែនតើបងប្អូនអាចក៏លេខមើលបានន័យថាយើងចំណាយ 1000 UC ដើម្បីទិញ pack OP មួយយក1000 point OP ចឹងហើយបងប្អូនទាំងអស់គ្នាអាចធ្វើការទិញទៅនៅពេលដែលបងប្អូនទិញរាល់មួយ pack វានឹងត្រឡប់មកវិញនៅពេលដែលបងប្អូនដោះ complete mission OP ហ្នឹងបាន1000 point ចឹង1000 point បាន complete អា pack នេះមួយវានឹងត្រឡប់មកវិញ return UC ឲ្យយើងចំនួន1000 UC ត្រឡប់មកវិញដើម្បីធ្វើការទិញ pack មួយទៀតចឹងបងប្អូនអាចឃើញបានខ្ញុំមិញទិញអស់10000 UC ដែលត្រូវនឹង10 pack 10 pack ហ្នឹងនៅពេលដែលខ្ញុំដោះ mission OP complete វានឹងត្រឡប់មកកាន់ខ្ញុំវិញបាទបានន័យថា complete មួយកម្មដោះ1000 UC អញ្ចឹង complete 10កម្មដោះ10000 UC អញ្ចឹង UC 10000ដែលបានចំណាយហ្នឹងគឺនឹងត្រឡប់មកវិញនៅពេលដែលបងប្អូនដោះ quest OP ហើយអញ្ចឹងហើយអត់ឲ្យបងប្អូនពិបាកទេហើយជប់សិនណាមុននឹងឈានទៅដល់ការនិយាយតទៀតបញ្យល់តទៀតបងប្អូនកុំភ្លេចធ្វើការ top up នៅលើ website របស់យើងណា HBX Good Game Store បងប្អូនទាំងអស់គ្នាសេវាកម្មលឿនរហ័សតម្លៃល្អប៉ុន្តែបើចង់បាន promotion រៀងយូរបន្តិចដែរឥឡូវយើងក៏លេខមកមើល OP level របស់យើងបានធ្វើការ unlock ទៅលើ level រហូតដល់100បាទជាការស្រេចហើយសល់ 3000 point ទៀតឯណោះអញ្ចឹងតោះឥឡូវយើងចាប់ផ្ដើម claim មើលថាយើងបានអីខ្លះទី1គឺអាវធម្មតា legendary ធម្មតាសម្រាប់ខ្ញុំវាធម្មតាទេកៅហ្នឹងអត់មានអីថ្មីហើយក៏អត់មានអីប្លែកដែរមានមួកមាន MK47 skin ជាមួយនឹងយន្តហោះបាទយន្តហោះមួយដែរបាទជាមួយនឹងមួកសុវត្ថិភាពផងដែរទុកការពីក្បាលជាមួយនឹងកំភ្លើងចេញថ្មីមួយដែរ skin ROM បាទ skin ROM មួយយ៉ាងដែរហើយជាមួយនឹងអាវ MyTech បាទ Sonic set បាទបងប្អូនទាំងអស់គ្នាស្អាតគូសមអាចទទួលយកបានចំពោះ set មួយនេះអញ្ចឹងសម្រាប់បងប្អូនយើងឃើញទេបាទនៅពេលដែលយើង unlock ហើយមានជាច្រើនដូចជាកតាបដូចជាក្បាលបាទហើយអ្វីដែលសំខាន់នៅក្នុង OP នេះពី level 1ទៅ level 100គឺយើងមាន item MyTech រហូតដល់4ឈុតឯណោះអញ្ចឹងបានច្រើនមែនទែនបាទមានអត្ថប្រយោជន៍ខ្ពស់ហើយសម្រាប់ OP level 100ថ្មីនេះគឺយើងមានឈ្មោះថា static បាទ Maverick អញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយបាទខ្ញុំអាចទទួលយកបានយើងធ្វើការ post status មួយលេងទៅបងប្អូនទាំងអស់គ្នាហើយបងប្អូនណាខ្លះបានដាក់មិចហើយបាទ comment ខាងក្រោមផងបើមិនតមិចទេកំពុងដោះក៏ complete ធ្វើការដោះទៅឆាប់បានពាក់ទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការដោះ unlock level អស់ហើយបងប្អូនទាំងអស់គ្នាបងប្អូនអាចធ្វើការចូលមកមើលកន្លែង mission របស់យើងកន្លែង mission នេះវាលេងបំលែងទៅជាកាក់ OP ណាដោះលេងឡើង level OP ហើយវាបែរជាបំលែងទៅជាកាក់កន្លែងយើង unlock pack 1000 UC មិញនោះបងប្អូនទាំងអស់គ្នាអញ្ចឹងពេលហ្នឹងយើង unlock វាហើយវានឹងដកយកអា point ហ្នឹងដូរទៅជាកាក់ហ្នឹងហើយអញ្ចឹងនៅពេលដែលគ្រប់1000កាក់ OP ហ្នឹងគឺយើងអាចធ្វើការយកត្រឡប់មកវិញដោយដែលខ្ញុំបានជម្រាបបងប្អូនពីខាងដើមហ្នឹងគឺ1000 UC អញ្ចឹងអានលេខមកមួយបាទ1000 UC 2000 3000តាម point របស់វាអញ្ចឹងទៅហើយ UC នឹងត្រឡប់មកវិញអត់បាត់ទៅណាទេនេះហើយជាចំណុចដែលអាចធ្វើឲ្យបងប្អូនចំណេញបានច្រើនមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនមានគោលបំណងចង់ដាក់
UC ក៏កុំភ្លេចប្រាប់ថា website XBS មានតម្លៃល្អស្វាទាន់ចិត្តបាទបងប្អូនទាំងអស់គ្នាហើយអរគុណច្រើនទាំងអស់គ្នា OP ត្រូវបានមិនបាទអញ្ចឹងបងប្អូនណាខ្លះបានមិនហើយប្រាប់ផងអរគុណច្រើនបាយបាយទាំងអស់គ្នា